បើសិនមកបងប្អូនអ្នកគ្នាចង់ដាក់វីដេអូនៅក្នុង desktop បងប្អូនអ្នកគ្នាចង់ដាក់វីដេអូពី YouTube នៅក្នុង computer បងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមកបរៀនបងប្អូនអ្នកគ្នាពីរបៀបដាក់វីដេអូអូខេចាស់អញ្ចឹងចង់ដឹងថារបៀបដាក់នឹងមិនកុំភ្លេចទស្សនាវីដេអូនេះទាំងអស់គ្នាតោះតែដើម្បីចូលរៀនបានបងប្អូនអ្នកគ្នាកុំភ្លេចជួយ share វីដេអូនឹងអ្នកមួយបងផងបងប្អូនអ្នកគ្នាបើសិនតែគិតថាវីដេអូនេះវាមានប្រយោជន៍មែនទេអូខេអញ្ចឹងបាយបាយអ្នកគ្នាតោះ let's go ដើម្បីដាក់វីដេអូនៅក្នុង computer យើងបានបែបនេះបងប្អូនអ្នកគ្នាត្រូវមានកម្មវិធីមួយហើយកម្មវិធីហ្នឹងបងប្អូនអ្នកគ្នាអាចដាក់នៅក្នុង computer បងប្អូនអ្នកគ្នាបានចូលមកកាន់ line search រួចពាក្យថា Microsoft Store បងនេះមកអក្សរបែបនេះបងប្អូនអ្នកគ្នាចុចលើវាបន្ទាប់ពីបងប្អូនអ្នកគ្នាចុចលើវារួចហើយបងប្អូនអ្នកគ្នាបើកវាបែបនេះមកបងប្អូនអ្នកគ្នា down ពាក្យមួយបងប្អូនអ្នកគ្នាវាយថា wallpaper ចុចពាក្យថា wallpaper លើវាបន្ទាប់មកវានឹងចេញបែបនេះឲ្យបងប្អូនអ្នកគ្នាមើលរូបនេះមួយយើងចុចលើវាមកបងប្អូនចុចលើវាមកយើង get វាមក get វាឲ្យយើង open បន្ទាប់ពីយើងដល់បានហើយឲ្យយើង open វាមកវានឹងចេញជាផ្ទាំងមួយបែបនេះអញ្ចឹងតោះខ្ញុំនឹងបរៀនបងប្អូនអ្នកគ្នាពីរបៀបដាក់ដើម្បីដាក់រូបភាពបានឬក៏វីដេអូបានបងប្អូនអ្នកគ្នាចុចកន្លែងបូកនេះមកហើយបន្តមកទៀតនេះវាមានយើងមិនសិនទីបងប្អូនអ្នកគ្នាមានវីដេអូនៅក្នុងទូរស័ព្ទនៅក្នុង computer បងប្អូនក៏អាចដាក់បានដែរហើយមួយទៀតបងប្អូនអ្នកគ្នាអាច copy link ពី YouTube យកមកដាក់ឥឡូវយើងទៅរក link ពី YouTube មកអញ្ចឹងយើងចុចមកចុច next វាមកតមកវាចេញនេះវីដេអូយើងបាន copy link បងប្អូនបាច់ចាំ download វីដេអូទេរួចចុច OK មកពេលវាដាក់កន្លែង QQ នេះពេញវានឹងបានតែម្ដងបងប្អូនគ្នាហើយបើមិនសិនបងប្អូនអ្នកគ្នាអាចចេះ copy link ពី YouTube ទេខ្ញុំនឹងបរៀនបងប្អូនអ្នកគ្នានៅវីដេអូក្រោយទៀតហើយអត់យល់ទេអាច comment សួរបានចូលសិនជាបងប្អូនអ្នកគ្នាអត់យល់កន្លែងណាអាច comment សួរនៅក្នុងវីដេអូនេះបានបាយបាយអ្នកនរគ្នាជួយ copy link នេះមួយផង